តាមបច្ចុប្បន្ននេះយ៉ាងណាដែរបើធៀបនឹងកាលពី10ឆ្នាំមុនគឺពិតជាមានការប្រសើរឡើងជាខ្លាំងកាលពី10ឆ្នាំមុនគឺមានបញ្ហាច្រើនណាស់មិនតែប៉ុណ្ណោះមនុស្សភាគច្រើនមានគំនិតអវិជ្ជមានមកលើក្រុមហ៊ុនទីផ្សារបណ្ដាញរបស់ប្រទេសកូរ៉េគេតែងណែនាំឲ្យធ្វើទីផ្សារបណ្ដាញរបស់ក្រុមហ៊ុនអាមេរិកប្រសើរជាងធ្វើជាមួយក្រុមហ៊ុនកូរ៉េប៉ុន្តែឥឡូវនេះការយល់ដឹងអំពីទីផ្សារបណ្ដាញកំពុងរីកចម្រើននៅក្នុងប្រទេសកូរ៉េហើយសពថ្ងៃនេះAtomy ហាក់ដូចជាកំពុងតែមានតួនាទីកាន់តែខ្លាំងក្នុងវិស័យទីផ្សារបណ្ដាញមានដូចជាការទទួលបានវិញ្ញាបនបត្រ CCM Consumer Center Management ការទទួលស្គាល់ពីការគ្រប់គ្រងដែលផ្ដោតលើអតិថិជននិងការប្រើប្រាស់ដែលវាយតម្លៃដោយក្រុមគណៈកម្មាធិការពាណិជ្ជកម្មយុត្តិធម៌ការទទួលបានវិញ្ញាបនបត្រ CCM គឺជាការបញ្ជាក់ពីគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ថាក្រុមហ៊ុននេះអាចជឿទុកចិត្តបានដូចនេះអ្នកអាចធ្វើអាជីវកម្មបានមានក្រុមហ៊ុនរាប់ម៉ឺននៅក្នុងប្រទេសកូរ៉េបានចុះឈ្មោះស្នើសុំវិញ្ញាបនបត្រនេះប៉ុន្តែក្នុងចំណោមនោះមានតែប្រហែល200ក្រុមហ៊ុនប៉ុណ្ណោះដែលទទួលបានវិញ្ញាបនបត្រនេះគេមានការបញ្ជាក់រៀងរាល់2ឆ្នាំម្ដងហើយយើងបានទទួលវិញ្ញាបនបត្រ3ដងហើយដូចនេះខ្ញុំគិតថាការយល់ឃើញមកលើក្រុមហ៊ុនរបស់យើងនឹងមានការប្រសើរឡើងទាំងស្រុងក្នុងរយៈពេលត្រឹម5ទៅ10ឆ្នាំខាងមុខដល់ពេលនោះមនុស្សគ្រប់គ្នានឹងចាប់ផ្ដើមមានមោទនភាពក្នុងការធ្វើអាជីវកម្មទីផ្សារបណ្ដាញខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើជាអ្នកជំនួញទីផ្សារបណ្ដាញពេលនោះកូនប្រុសរបស់ខ្ញុំរៀននៅវិទ្យាល័យហើយថ្ងៃមួយគ្រូបន្ទុកថ្នាក់ក៏បានហៅអាណាព្យាបាលទៅជួបពេលនោះគ្រូក៏បានសួរខ្ញុំថាតើលោកប្រកបរបរអ្វីដែរតាមពិតទៅខ្ញុំត្រូវហ៊ានឆ្លើយប្រាប់គ្រូថាខ្ញុំជាអ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញតែជាក់ស្ដែងខ្ញុំបែរជាភ័យឡើងបែកញើសខ្នងហើយមិនហ៊ាននិយាយប្រាប់គ្រូតាមត្រង់ថាខ្ញុំធ្វើអាជីវកម្មទីផ្សារបណ្ដាញនោះទេហើយខ្ញុំក៏បានឆ្លើយថាខ្ញុំប្រកបរបរអាជីវកម្មចែកចាយមួយពេលដែលចេញមកវិញខ្ញុំពិតជាមានការអៀនខ្មាសដល់ខ្លួនឯងជាខ្លាំងតើហេតុអ្វីទៅក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មនិងជាថ្នាក់ដឹកនាំតែងតែនិយាយទៅកាន់ដៃគូថាសូមមានមោទនភាពលើអាជីវកម្មមួយនេះយើងជាអ្នកធ្វើអាជីវកម្មមួយនេះរីកចម្រើនទៅមុខអ្នកដែលមើលស្រាលយើងគឺជាមនុស្សល្ងងដែលដើរក្រោយយើងក៏ប៉ុន្តែនៅចំពោះមុខគ្រូរបស់កូនខ្ញុំបែរជាមិនអាចនិយាយតាមត្រង់ហើយបែរជានិយាយថាខ្ញុំធ្វើអាជីវកម្មបណ្ដាញចែកចាយទៅវិញពេលខ្ញុំប្រាប់បែបនេះគ្រូបានផ្អៀងកចុះឡើងដូចជាមិនទាន់អស់ចម្ងល់ពេលដែលចេញពីសាលាខ្ញុំក្រឡេកងាកក្រោយមើលទៅសាលាហើយគិតក្នុងចិត្តថាចំនួនកូនខ្ញុំមិនអាចនិយាយដោយភាពជឿជាក់ថាខ្ញុំធ្វើអាជីវកម្មទីផ្សារបណ្ដាញក៏ពិតមែនតែនៅចំនួនចៅរបស់ខ្ញុំនឹងធ្វើឲ្យគេមានមោទនភាពហើយអាចនិយាយទៅគេថាតារបស់ខ្ញុំគឺជាម្ចាស់អាជីវកម្មទីផ្សារបណ្ដាញគឺខ្ញុំបានគិតក្នុងចិត្តនិងបដិញ្ញាចិត្តថាខ្ញុំនឹងធ្វើវាឲ្យបានពេលនោះចៅរបស់ខ្ញុំរៀននៅបឋមសិក្សាគេតែងតែសរសើរថាអូតារបស់គេគឺជាស្ថាបនិករបស់ក្រុមហ៊ុន Atomy ដំណឹងនេះបានលេចលឺច្រើនណាស់បច្ចុប្បន្ននេះបញ្ជាក់ឲ្យឃើញថាវិស័យអាជីវកម្មផ្នែកទីផ្សារបណ្ដាញរបស់យើងគឺកាន់តែប្រសើរឡើងជាងមុនខ្ញុំគិតថាតម្រាំដល់ពេលចៅខ្ញុំរៀនចប់អាជីវកម្មទីផ្សារបណ្ដាញមួយនេះនឹងក្លាយជាមុខរបរមួយដែលមានមោទនភាពហើយសម្រាប់យាយតាដែលមិនធ្វើអាជីវកម្មឥឡូវទេនោះដល់ពេលនោះនឹងស្ដាយក្រោយជាមិនខានចៅរបស់ពួកគេនឹងរអ៊ូថាយាយតាឯងបានធ្វើអាជីវកម្មទីផ្សារបណ្ដាញខ្លាចជាអ្នកមានចំណែកយាយតាខ្ញុំមិនបានធ្វើដូចយាយតាឯងទេហើយគេនឹងបន្ទោសដល់យាយតាថាហេតុអ្វីនៅពេលនោះមិនចាប់ផ្ដើមអាជីវកម្មទីផ្សារជាមួយគេដែរទៅខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបច្ចុប្បន្នសម័យកាលកំពុងមានការផ្លាស់ប្ដូរដូចនេះយើងក៏ត្រូវផ្លាស់ប្ដូរតាមសម័យកាលដែរតែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះយើងក៏ត្រូវចេះផ្លាស់ប្ដូរសម័យកាលដែរប្រសិនបើយើងដើរតួនាទីនាំមុខគេក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់សង្គមមកលើអាជីវកម្មទីផ្សារបណ្ដាញនេះនោះអ្នកប្រកាសជាក្លាយជាបុគ្គលជោគជ័យជាមិនខានទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះនៅតែមានមនុស្សដែលកំពុងបំផ្លាញផ្នត់គំនិតយល់ឃើញមកលើអាជីវកម្មនេះតើផ្នត់គំនិតអវិជ្ជមានរបស់សង្គមកើតមានឡើងដោយសារអ្នកណាដែរគឺដោយសារតែសមាជិកអាជីវកម្មរបស់យើងប្រសិនជារៀមច្បងរបស់យើងបានបង្កើតកំហុសហើយយើងជាអ្នកជំនាន់ក្រោយត្រូវតែអាចស្វែងរកដំណោះស្រាយដើម្បីកែប្រែកំហុសមួយនោះដូចនេះការដែលអ្នកទាំងអស់គ្នាបានមកជួបក្រុមហ៊ុន Atomy គឺពិតជាសំណាងទោះបីជាអ្នកបានជួបដោយចៃដន្យក៏ដោយ Atomy មានអត្ថប្រយោជន៍ជាច្រើនសូមគិតអំពីផលិតផលដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនរបស់យើងពេលខ្លះបើមើលទៅវាមិនមែនជាផលិតផលដែលអ្នកត្រូវប្រើនោះទេព្រោះវាថោកពេកឧទាហរណ៍ថា
ឲ្យតែគ្រឿងសម្អាងថោកអ្នកប្រកាសជាប្រើហើយមែនទេខ្ញុំគិតថាមិនមែនបែបនោះទេអ្នកប្រកាសជាវិភាគមើលទោះបីជាអាតូមីមានផលិតផលល្អនិងថោកបែបនោះក៏ដោយក៏លោកស្រីនៅទីក្រុងនិយាយថាពួកគេមិនអាចប្រើបានទេព្រោះតម្លៃថោកពេកក្រុមហ៊ុនដទៃព្យាយាមពន្យល់ថាហេតុអ្វីផលិតផលគេមានតម្លៃថ្លៃចំណែកឯក្រុមហ៊ុនអាតូមីវិញព្យាយាមពន្យល់ថាហេតុអ្វីបានជាផលិតផលរបស់យើងមានតម្លៃថោកមើលទៅវាពិតជាចម្លែកមែនទែនទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនយើងគឺផ្ដោតលើគុណភាពល្អផ្ដាច់គឺជាគុណភាពមួយដែលគ្មានអ្នកណាអាចប្រៀបបានចំណែកឯតម្លៃវិញគឺយើងផ្ដោតលើតម្លៃល្អផ្ដាច់ដែលមានន័យថាទោះបីជាគុណភាពដូចគ្នាក៏គ្មានអ្នកណាអាចលក់ក្នុងតម្លៃដូចយើងបាននោះទេនេះជាយុទ្ធសាស្ត្រដែលអាតូមីបានប្រកាន់ភ្ជាប់តាំងពីដំបូងអាតូមីមានអត្ថប្រយោជន៍ជាច្រើនក៏ប៉ុន្តែក្នុងចំណោមនោះគឺអាតូមីមានប្រព័ន្ធរួមមួយដែលអាចប្រើជាសកលបានហើយយើងក៏មិនកំណត់ចំនួនសមាជិកខាងក្រោមផងដែរមានន័យថារាល់ការបញ្ជាទិញដែលនៅក្រោមអ្នកមិនថា100ដំណ1000ដំណឬ10000ដំណនោះទេពិន្ទុនឹងត្រូវសរុបចូលទៅខាងលើដែលនៅជាន់ទី1ទាំងអស់តើនេះមិនអស្ចារ្យទេឬគោលការណ៍មួយនេះគឺល្អសម្រាប់អ្នកដែលពុំសូវមានសមត្ថភាពប្រសិនជាគិតថាខ្លួនឯងខ្វះសមត្ថភាពសូមបំបែកអ្នកដែលមានសមត្ថភាពនៅខាងក្រោមខ្សែរបស់ខ្លួនគឺជាការស្រេចជាទូទៅប្រសិនជាយើងបំបែកខ្សែបាន10ខ្សែ3ខ្សែ6ខ្សែ9ខ្សែ12ខ្សែឬ15ខ្សែហើយក្នុងនោះយើងគិតត្រឹមតែដំណទី5ឬទី10យើងក៏អាចរកចំណូលបានច្រើនដែរក៏ប៉ុន្តែប្រសិនជាអ្នកជាមនុស្សដែលខ្វះខាតសមត្ថភាពក្នុងអាជីវកម្មអាតូមីឬក៏ខ្វះបទពិសោធន៍ក្នុងអាជីវកម្មមួយនេះសូមធ្វើតែ2ខ្សែបានហើយព្រោះអាតូមីបានកំណត់រួចជាស្រេចមិនឲ្យសមាជិកបំបែកខ្សែទី3បាននោះទេគឺយើងតម្រូវឲ្យចុះសមាជិកបំបែកទៅខាងក្រោមខ្សែទី4ក៏ត្រូវចុះបំបែកទៅខាងក្រោមដែរមានអ្នកខ្លះគិតថាប្រសិនជាចុះបំបែកទៅខាងក្រោមខ្ញុំមិនខាតបង់ទៅហើយទេឬអត់ទេអ្នកមិនខាតបង់ព្រោះក្រុមហ៊ុននឹងសរុបពិន្ទុទាំងអស់ដែលកាត់ឡើងពីការបញ្ជាទិញនៅខាងក្រោមអ្នកមិនថា100ដំណ1000ដំណឬ10000ដំណនោះទេហើយកម្រៃជើងសារនឹងត្រូវកំណត់ទៅតាមពិន្ទុនោះដែរមួយវិញទៀតអ្នកក៏អាចបំបែកខ្សែខាងក្រោមនៅខាងក្រៅប្រទេសបានផងដែរប្រសិនជាបំបែកខ្សែដល់ក្រៅប្រទេសនោះសម្ព័ន្ធក្រុមអ្នកនឹងកាន់តែរីកចម្រើនពីដំណ1ដល់100ដំណក៏ថាបានប្រសិនជាគិតថាខ្លួនឯងខ្វះសមត្ថភាពតែនៅជុំវិញខ្លួនគឺមានអ្នកដែលមានសមត្ថភាពច្រើនពិតដែរឬទេឃើញថាមានអ្នកងក់ក្បាលយល់ស្របច្រើនណាស់មានអ្នកខ្លះទៀតក៏គិតថាខ្លួនឯងគ្មានសមត្ថភាពទេហើយមនុស្សជុំវិញក៏មិនឃើញមានអ្នកណាដែលមានសមត្ថភាពដែរតែខ្ញុំសូមប្រាប់ថាទោះបីជាបែបនេះក៏មិនជាបញ្ហាដែរព្រោះពេលដែលចុះបំបែកសមាជិកទៅខាងក្រោមយូរទៅនឹងមានដៃគូដែលមានសមត្ថភាពពេញលេញជាក់ជាពំខានមានអ្នកខ្លះគិតថាខ្ញុំមិនចេះភាសាបរទេសផងតើខ្ញុំអាចបំបែកខ្សែទៅក្រៅប្រទេសដោយរបៀបណាខ្ញុំប្រាប់ហើយថាវាមិនមែនជាបញ្ហានោះទេព្រោះពេលដែលចុះបំបែកសមាជិកទៅខាងក្រោមយូរទៅនៅខាងក្រោមអ្នកនឹងមានដៃគូដែលចេះភាសាបរទេសមានអ្នកខ្លះចេះដល់5ភាសាក៏មានដែរមានអ្នកខ្លះគាត់មានមិត្តភ័ក្តិច្រើនស្រាប់នៅក្រៅប្រទេសដូចនេះគាត់មានឱកាសក្នុងការពង្រីកដៃគូទៅក្រៅប្រទេសទាំងនេះជាគោលការណ៍មិនកំណត់ចំនួនសមាជិកខាងក្រោមរបស់អាតូមីក្រៅពីនេះអាតូមីក៏នៅមានអត្ថប្រយោជន៍មួយទៀតគឺការកំណត់ពីដានប្រាក់ចំណូលឧទាហរណ៍ខ្ញុំបានចាប់ផ្ដើមអាជីវកម្មមុនហើយក៏ក្លាយជា Imperial ប្រសិនជាក្រុមហ៊ុនមិនបានកំណត់តំណែងចុងក្រោយទេនោះអ្នកមកក្រោយនឹងឡើងតាមក្រោយខ្ញុំជាបន្តបន្ទាប់ប្រាក់ចំណូលដែលកើនឡើងដល់100000 2000000ឬ$1 លានប្រសិនជាបែបនេះអ្នកដែលមកក្រោយប្រកាសជាមិនអាចតាមអ្នកដែលមកមុនបានទេក៏ប៉ុន្តែនៅក្រុមហ៊ុនអាតូមីយើងបានកំណត់ថាចំណូលមួយខែ$10000គឺគ្រប់គ្រាន់ហើយសូមលើកដៃប្រសិនបើអ្នកគិតថាមួយខែ$10000ខ្ញុំចាយមិនគ្រប់ទេប្រសិនជាគិតថាមិនគ្រប់សូមទៅរកក្រុមហ៊ុនផ្សេងចុះអាតូមីយើងបានកំណត់ពីដានប្រាក់ចំណូលត្រឹមមួយខែ$10000គឺយើងបានកំណត់មិនឲ្យមានការកើនឡើងលើសពីនេះទៀតនោះទេដូចនេះមិនថាអ្នកចូល10ឆ្នាំមុនឬអ្នកមកក្រោយនោះទេនៅទីបញ្ចប់ជួបគ្នានៅចំណុចកំពូលជាមួយប្រាក់ចំណូល$10000ក្នុងមួយខែនេះហើយដែលគេហៅថាអាជីវកម្មអាចជួបគ្នានៅចំណុចកំពូលដែលភាសាអង់គ្លេសហៅថា see you at the top ដូចនេះតើអ្នកត្រូវសោកស្ដាយដែលអ្នកបានមកក្រោយដែរឬទេគឺគ្មានអ្វីដែលត្រូវសោកស្ដាយនោះទេហើយក៏មិនចាំបាច់សោកស្ដាយដែរដូចទៅវិញអ្នកដែលមកមុនកំពុងតែច្រណែននឹងអ្នកដែលមកក្រោយហើយអ្វីទៅខ្ញុំចាំបានថាពីដំបូងឡើយខ្ញុំបានប្រមូលសមាជិក17នាក់មកប្រជុំនិងបង្រៀនអាជីវកម្មពេលនោះអ្នកដែលមើលភ្នែកខ្ញុំចំគេបានរត់ចេញពីក្រុមហ៊ុនអស់ហើយគេបាននិយាយថាធ្វើម្នាក់ឯងទៅមនុស្សល្ងងអើយតើហេតុអ្វីបានជាគេនិយាយបែបនេះព្រោះនៅពេលនោះខ្ញុំបានប្រកាសថាខ្ញុំនឹងលើកលុយ$1 លានឲ្យប្រសិនជាឈានដល់តំណែងចុងក្រោយតែជាក់ស្ដែងសូម្បីតែលុយជួលការិយាល័យក្រុមហ៊ុនក៏ខ្ញុំគ្មានផងគេបានចំអកឲ្យខ្ញុំថារកតែលុយបើកសាខាកណ្ដាលនៅក្នុងប្រទេសកូរ៉េមិនបានផងតើគិតចង់បើកសាខានៅក្រៅប្រទេសដោយរបៀបណាទៅគេបានសម្លឹងភ្នែកខ្ញុំចំនិងសួរថាតើលោកមានលុយទិញសម្បត្តិយន្តហោះដែរទេហើយអ្នកទាំងនោះក៏បានចាក់ចេញទៅតែក្រៅពីនោះក៏មានអ្នកខ្លះទៀតដែលមិនសូវមានសមត្ថភាពឬក៏ជាមនុស្សដែលគ្មានជំរឿនការងារទោះបីជាសម្ដីខ្ញុំពេលនោះស្ដាប់ទៅដូចជាមិនចូលត្រចៀកក៏ដោយតែពួកគេសុខចិត្តនៅស្ដាប់ខ្ញុំព្រោះពួកគេក៏ជាមនុស្សដែលគ្មានជំរឿនការងារដែរពេលនោះអ្នកដែលនៅស្ដាប់ខ្ញុំមាន17នាក់ហើយទាំង17នាក់នោះ
គឺសុទ្ធតែជាអ្នកដែលខូច credit គ្មានការងារនោះទេដោយសារតែពួកគេគ្មានជំរឿសដូចនេះពួកគេក៏សម្រេចចិត្តថាតាមខ្ញុំសាកមើលហើយពួកគេបានប្រើផលិតផលឃើញថាមានគុណភាពល្អរីឯតម្លៃសមរម្យទៀតដូចនេះគេគិតថាទោះបីជាគេណែនាំដល់មនុស្សជុំវិញឲ្យប្រើប្រាស់ក៏គ្មានអ្វីត្រូវខាតបង់ឬមានផលប៉ះពាល់នោះទេមនុស្សល្ងងដែលព្រមតាមខ្ញុំទាំងនោះពេលនេះបានក្លាយជា Imperial និង Master អស់ហើយពួកគេបានក្លាយជាបុគ្គលជោគជ័យដែលមានចំណូល$50,000 $70,000 រហូតដល់$10,000ក្នុងមួយខែទាំងនេះគឺជារឿងរ៉ាវនិងឧបសគ្គដែលយើងបានឆ្លងកាត់នៅពេលចាប់ផ្ដើមក្រុមហ៊ុនដំបូងឃើញថាស្ថានភាពពេលនោះគឺមានការលំបាកជាខ្លាំងពេលនោះគ្មានសាលប្រជុំដែលល្អបែបនេះនោះទេដោយសារគ្មានសាលប្រជុំពេលនោះយើងបានសុំកន្លែងនៅរោងចក្រដែលផ្គត់ផ្គង់ផលិតផលឲ្យយើងដើម្បីប្រជុំនិងធ្វើសិក្ខាសាលាជាដើមក្រោយមកទៀតយើងក៏បានរៀបចំការិយាល័យក្រុមហ៊ុននៅទីក្រុងសេអ៊ូលពេលនោះក៏មានរឿងដែលធ្វើឲ្យខ្ញុំខ្លោចចិត្តខ្លាំងតើហេតុអ្វីទៅពេលនោះមានសមាជិកម្នាក់បានអញ្ជើញមកគាត់បានអញ្ជើញមកដោយសារ sponsor គាត់បង្ខំឲ្យគាត់មកតែពេលគាត់មកដល់ការិយាល័យរបស់យើងឃើញថាមានសភាពទ្រុឌទ្រោមគ្មានអ្វីទាំងអស់ហើយគាត់ក៏សួរខ្ញុំថាតើលោកជាស្ថាបនិកមែនទេខ្ញុំក៏បានឆ្លើយថាបាទខ្ញុំជាស្ថាបនិកទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនយើងគឺនៅផ្លូវថេហេវ៉ាន់ច្រកចូលអគារមានទ្វារបង្វិលពេលខ្ញុំកំពុងតែណែនាំគាត់ក៏បាននិយាយមកកាន់ខ្ញុំវិញថាគិតចង់ឲ្យខ្ញុំមកធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបែបនេះមែនទេនិយាយហើយគាត់ក៏ដើរចេញទៅដោយលឺសំឡេងស្បែកជើងកាយកប់ខ្ញុំចាំសំឡេងស្បែកជើងកាយនោះមកដល់សប្តាហ៍ថ្ងៃនេះពេលនោះធ្វើឲ្យខ្ញុំមានការសោកស្ដាយនិងអន់ចិត្តជាខ្លាំងហើយខ្ញុំក៏បានតាំងចិត្តថាថ្ងៃណាមួយខ្ញុំនឹងសាងសង់អគាររបស់ក្រុមហ៊ុនឲ្យបានពិតមែនហើយពេលនោះខ្ញុំបានសាងសង់អគាររបស់ក្រុមហ៊ុននៅក្រុងកុងជូតាមការតាំងចិត្តរបស់ខ្ញុំពេលនោះមិនតែប៉ុណ្ណោះអគាររបស់ក្រុមហ៊ុនគឺជាអគារដែលទទួលបានពានរង្វាន់ស្ថាបត្យកម្មផងដែរប្រសិនជាខ្ញុំនិយាយថាធ្វើហើយខ្ញុំមិនធ្វើវាលំនោះទេសរុបទៅអគាររបស់ក្រុមហ៊ុនមួយនេះបានទទួលពានរង្វាន់ស្ថាបត្យកម្មពីវិទ្យាស្ថានស្ថាបត្យករកូរ៉េនិងពានរង្វាន់ពីសហរដ្ឋអាមេរិកផងដែរខ្ញុំសន្និដ្ឋានថាថ្ងៃក្រោយអគាររបស់ក្រុមហ៊ុននឹងក្លាយជាសម្បត្តិវប្បធម៌ជាក់ជាពុំខានយ៉ាងណាមិញអគារនេះបានកាត់ឡើងដោយសារការតាំងចិត្តរបស់ខ្ញុំដែលចង់បង្កើតសាលប្រជុំសម្រាប់អញ្ជើញសមាជិកចូលរួមកម្មវិធីរបស់ក្រុមហ៊ុនអាចនិយាយបានថាដោយសារមានការខិតខំប្រឹងប្រែងពីសមាជិកចាស់ៗដែលចូលរួមជាមួយខ្ញុំពីដំបូងទើបអាចបង្កើតសាលប្រជុំដ៏ស្រស់ស្អាតមួយនេះពេលនេះសមាជិកទូទាំង27សាខានៅក្រៅប្រទេសបានទៅចូលរួមសិក្ខាសាលានៅសាលប្រជុំរបស់សាខាកណ្ដាលដោយផ្ទាល់ជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើការថ្លឹងថ្លែងអំពីអត្ថប្រយោជន៍នៃអាជីវកម្មអាតូមីនិងការកំណត់ពីដើមប្រាក់ចំណូលដែលធ្វើឲ្យអ្នកមកមុនឬមកក្រោយអាចជួបគ្នានៅចំណុចកំពូលផងដែរសូមបញ្ចប់ត្រឹមនេះសូមអរគុណ